ទេសូមកុំធ្វើអីចឹងសូមលែងខ្ញុំទៅប្តីជួយខ្ញុំផងកុំប៉ះប្រពន្ធខ្ញុំឈឺណាស់ឯងហ៊ានធ្វើបែបនេះផងបើមិនដូច្នោះទេខ្ញុំនឹងប្តឹងឯងជំពាក់លុយត្រូវតែសងវាជារឿងធម្មតាបើឯងគ្មានប្រាក់100ដំឡឹងស្រីស្អាតម្នាក់នេះអាចទៅបម្រើភ្ញៀវដើម្បីសងបំណុលហើយផ្ទះនឹងដីគេដូនដារបស់ឯងពូទី2គាត់ជាក្មួយរបស់ពូណាប្រាក់100ដំឡឹងត្រឹមតែ3ថ្ងៃប៉ុណ្ណោះបើខ្ញុំមិនអាចសងបានក្នុងរយៈពេល3ថ្ងៃផ្ទះគេដូនតានេះនិងជីវិតខ្ញុំប្តីតាអ្នកឈួតហើយឬបានអ្នកនិយាយហើយណាចាំមើលថាអ្នកនឹងសងប្រាក់ក្នុង3ថ្ងៃដោយរបៀបណាប្តីយកកំជោលសក់ត្បូងនេះទៅបញ្ចាំទៅវាគួរតែបានប្រាក់កាក់ខ្លះពេលលងឹតអ្នករត់គេចទៅពូទី2មិនហ៊ានសម្លាប់ខ្ញុំទេខ្ញុំនឹងនៅទីនេះហើយប្រឈមមុខជាមួយគាត់ Crystal កន្លងមកខ្ញុំជាមនុស្សអាក្រក់ខ្ញុំសន្យានឹងអ្នកចាប់ពីពេលនេះទៅខ្ញុំនឹងមិនឲ្យអ្នករងទុក្ខទៀតទេខ្ញុំនឹងឲ្យអ្នករស់នៅក្នុងជីវិតដ៏ល្អបំផុតក្នុងរាជវង្សឆាងនោះមិនមែនជារ៉ែកាក់សំណល់ពីភ្នំស្ងួតទេរបស់នោះមានជាតិពុលបើញ៉ាំវាអាចស្លាប់បានគាត់ដឹងថាគាត់មិនអាចសងប្រាក់បានក្នុងរយៈពេល3ថ្ងៃទេគាត់កំពុងដាក់ថ្នាំពុលក្នុងអាហារចង់ស្លាប់ជាមួយប្រពន្ធរបស់គាត់ប្តីហេតុអ្វីបានជាអ្នកទិញថ្មពុលទាំងនេះដើម្បីបង្កើតដើមឈើប្រាក់ Crystal ដុតភ្លើងហើយយកឆ្នាំងធំមករំលាយវារួចស្រូបយកសារធាតុមិនស្អាតប្តីទឹកអំបិលប្រែជាខ្មៅហើយតើយើងអាចញ៉ាំវាបានយ៉ាងម៉េចCrystal សាកភ្លក់មើលឆ្ងាញ់ជាងអំបិលចម្រាញ់របស់ចៅហ្វាយស្រុកទៀតជាមួយរបស់នេះការរកប្រាក់100ដំឡឹងសូម្បីតែ10,000ដំឡឹងក៏គ្រាន់តែជាបញ្ហាពេលវេលាប៉ុណ្ណោះ Milford ខ្ញុំបដូរចិត្តហើយ3ថ្ងៃយូរពេកបោះគាត់ចេញទៅហើយចាប់ស្ត្រីនោះចងទុកវាបំបែកឆ្នាំងខូចនោះចោលហើយក្មេងពាលម្នាក់នេះជាអ្នកណាហ៊ានមកជ្រៀតជ្រែកកិច្ចការរបស់ខ្ញុំបោះនាងចេញទៅផងពួកគេខ្លាំងពេកនេះជាអ្វីអំបិលព្រើលសុទ្ធខ្លាំងហើយមិនល្វីងទេនៅលើលោកនេះមានអំបិលសុទ្ធបែបនេះផងអ្នកមានប៉ុន្មានខ្ញុំនឹងយកទាំងអស់នេះជាក្រដាសប្រាក់500ដំឡឹងគ្រប់សម្រាប់អំបិលមួយចាននេះទេយកលុយយកខ្វក់របស់អ្នកទៅវិញនាំឆ្កែរបស់អ្នកចេញពីផ្ទះខ្ញុំមិនអាចប្រឆាំងនឹងពួកគេបានទេអ្នកឈ្នះហើយយើងទៅលោក Ford នេះជារបស់ដ៏អស្ចារ្យមួយបើអ្នកអាចផលិតវាបានច្រើនប្រាក់ចំណេញនឹងច្រើនមហាសាលយើងសហការគ្នាទៅចែកគ្នា50-50យ៉ាងម៉េចខ្ញុំអាចសហការជាមួយអ្នកប៉ុន្តែទីផ្សារនៅស្រុក Asia ត្រូវបានគ្រប់គ្រងដោយក្រុម Black Tiger បើយើងទៅប្រឆាំងនឹងពួកគេអ្នកមិនខ្លាចទេគ្រាន់តែជាពួកពាលប៉ុណ្ណោះពួកគេមិនមែនជាអ្វីទេអ្នកគ្រាន់តែផលិតវាឲ្យបានរឿងផ្សេងទៀតខ្ញុំនឹងដោះស្រាយ